សូមជូនរឿងនិទានសង្គ្រាមរវាងស្រមោចក្រហមនិងស្រមោចខ្មៅនៅក្នុងវាលស្មៅបៃតងខៀវស្រងាត់អាណានិគមស្រមោចពីរមួយក្រុមក្រហមនិងមួយក្រុមខ្មៅរួននឹងទល់មុខគ្នាពួកគេបានធ្វើការយ៉ាងលំបាកប៉ុន្តែមិនដែលឆ្លងកាត់ផ្លូវនោះទេថ្ងៃមួយស្បៀងអាហារកាន់តែខ្វះខាតហើយអាណានិគមទាំងពីរបានសម្លឹងមើលផ្លែស្វាយដែលមានជាតិជូរដែលធ្លាក់នៅព្រំដែនដោយមិនមានការព្រមានទាហានស្រមោចក្រហមម្នាក់បានចោទប្រកាន់ការប៉ះទង្គិចលើកដំបូងបានចាប់ផ្ដើមហើយវាលស្មៅបានកក្រើកជាមួយនឹងចំហៀនតូចៗអាណានិគមនីមួយៗបានដកថយហើយចាប់ផ្ដើមរៀបចំសម្រាប់សង្គ្រាមដ៏យូរប្លង់តូចៗត្រូវបានគូរផ្លូវរូងក្រោមដីត្រូវបានជែកហើយខាថាផូសត្រូវបានសាងសង់ពីស្មៅកោងលុះដល់ថ្ងៃទី3កងទ័ពស្រមោចក្រហមនិងកងទ័ពស្រមោចខ្មៅបានជួបគ្នានៅទីវាលដើម្បីធ្វើការប្រកួតដ៏ធំរំពេចនោះភ្លៀងបានបក់ចុះភោគបានបក់លើសមរភូមិធ្វើឲ្យព្រឺក្រហមនិងខ្មៅដូចគ្នាភាគីទាំងសងខាងបានខ្ចាត់ខ្ចាយរត់រកគម្របត្រាំនឹងហត់នឿយក្រុមស្រមោចក្រហមចំណាក់ម្នាក់និងកាយរឹតខ្មៅវ័យក្មេងបានចែករំលែកស្លឹកស្ងួតហើយសើចចំអកមើលរបៀបដែលពួកគេមើលទៅឆ្កួតសង្គ្រាមបានរសាត់ទៅស្រមោចពីអាណានិគមទាំងពីរបានរួមកម្លាំងគ្នាបង្កើតផ្លូវរួងក្រោមដីស្តុកអាហារថ្មីមួយនៅក្រោមអូរដើម្បីអបអរសាទរសន្តិភាពពួកគេបានប្រារព្ធពិធីបុណ្យនៃការរួបរวมគ្នាជាលើកដំបូងមានក្បួនដង្ហែផ្លែឈើការប្រយុទ្ធគ្នារាំនិងចង្កៀងគោមដកភ្លឺផ្លេកនៅទីបំផុតពួកគេបានរកឃើញថាសេចក្តីអំណរមិនមែននៅក្នុងការប្រយុទ្ធគ្នានោះទេប៉ុន្តែនៅក្នុងការកសាងការចែករំលែកនិងការសើចជាមួយគ្នាសូមអរគុណ